ប្រិយមិត្តនិងមិត្តអ្នកស្ដាប់ជាទីគោរពដើម្បីអំណរខួបលើកទី79នៃទិវាយុទ្ធជនពិការយុទ្ធជនពលីថ្ងៃទី27ខែកក្កដាឆ្នាំ1947ថ្ងៃទី27ខែកក្កដាឆ្នាំ2026នៅរសៀលថ្ងៃទី23ខែកក្កដាឆ្នាំ2026គណៈប្រតិភូលេខ2នៃសង្កាត់វិញជុំដោយបានលោកត្រឹងត្រង់ឃីមអនុលេខាប្រចាំការបកភិសង្កាត់និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យបកភិសង្កាត់បានចុះសួរសុខទុក្ខនិងជូនអំណោយដល់គ្រួសារដែលមានសគុណចំពោះបដិវត្តន៍នៅក្នុងមូលដ្ឋានអញ្ជើញចូលរួមជាមួយមានលោកដិនថាន់ឡុងសមាជិកគណៈអចិន្ត្រៃយ៍បកភិសង្កាត់និងជាប្រធានគណៈកម្មាធិការរណសេមាតុភូមិវៀតណាមសង្កាត់ព្រមទាំងសមាជិកគណៈប្រតិភូអាស្រ័យហេតុនេះគណៈប្រតិភូបានទៅសួរសុខទុក្ខលោកស្រីសឹងធីហឿងដែលជាអ្នកម្ដាយវីរភាពវៀតណាមព្រមទាំងគ្រួសារគោលនយោបាយអ្នកមានសគុណចំពោះបដិវត្តន៍និងអ្នកសកម្មភាពតស៊ូដែលត្រូវបានសត្រូវចាប់ឃុំខ្លួននៅក្នុងតំបន់វិញអាងនិងវិញបិញនៅទីកន្លែងដែលបានអញ្ជើញទៅលោកត្រឹងត្រង់ឃីមនិងសមាជិកគណៈប្រតិភូបានសាកសួរសុខទុក្ខចំពោះសុខភាពនិងជីវភាពរស់នៅរបស់អ្នកម្ដាយវីរភាពវៀតណាមយុទ្ធជនពិការអ្នកដែលមានសគុណចំពោះបដិវត្តន៍ព្រមទាំងក្រុមគ្រួសារគោលនយោបាយទន្ទឹមនឹងនោះលោកក៏បានសម្ដែងនៅការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់និងការចូលរួមដ៏ធំធេងរបស់អ្នកជំនាន់មុនចំពោះបុព្វហេតុនៃការរំដោះជាតិការបង្រួបបង្រួមជាតិនិងការការពារមាតុភូមិលោកត្រឹងត្រង់ឃីមសង្ឃឹមថាគ្រួសារទាំងនេះនឹងបន្តរក្សាប្រពៃណីបដិវត្តន៍ចលនាកូនចៅឲ្យគ្រប់យ៉ាងម៉ឺងម៉ាត់នៅគោលការណ៍ណែនាំរបស់បកព្រមទាំងគោលនយោបាយនិងច្បាប់របស់រដ្ឋចូលរួមយ៉ាងសកម្មក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិនិងរួមចំណែកកសាងស្រុកភូមិវិញជ័រមួយថ្ងៃកាន់តែអភិវឌ្ឍទន្ទឹមនឹងនោះក្នុងស្ថានភាពភូមិភាគរៀបចំរចនាសម្ព័ន្ធឡើងវិញនិងការរួមបញ្ចូលតំបន់នៅក្នុងមូលដ្ឋានសង្ឃឹមថាគ្រួសារទាំងនេះជាពិសេសគឺកម្មាភិបាលសមាជិកបកនិងបុគ្គលដែលមានបទពិសោធន៍ច្រើននឹងបន្តយកចិត្តទុកដាក់ផ្ដល់ការឧបត្ថម្ភចែករំលែកទស្សនៈជាក់ស្ដែងនិងផ្ដល់ការណែនាំដល់អ្នកវ័យក្មេងនៅក្នុងតំបន់ឆ្លងតាមនោះរួមចំណែកជួយឲ្យកម្មាភិបាលអាចយល់ដឹងពីស្ថានភាពនៅក្នុងតំបន់យ៉ាងឆាប់រហ័សលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តការងារនិងឆ្លើយតបបានតម្រូវការភារកិច្ចនៅក្នុងសម័យកាលថ្មីក្នុងឱកាសនេះគណៈប្រតិភូបានជូនអំណោយដែលមានអត្ថន័យជូនដល់ក្រុមគ្រួសារអ្នកមានសគុណចំពោះបដិវត្តន៍អំណោយនីមួយៗមិនត្រឹមតែបង្ហាញពីការយកចិត្តទុកដាក់របស់បកនិងរដ្ឋអំណាចមូលដ្ឋានប៉ុណ្ណោះថែមទាំងបង្ហាញពីក្តីស្រឡាញ់និងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកដែលបានលះបង់កម្លាំងកាយចិត្តនិងលះបង់ដើម្បីឯករាជ្យភាពសេរីភាពរបស់ជនជាតិគ្រួសារដែលទទួលបានការចោទសួរសុខទុក្ខបានបង្ហាញពីអារម្មណ៍ដ៏រំភើបយ៉ាងខ្លាំងចំពោះការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំមូលដ្ឋានទន្ទឹមនឹងនោះសន្និដ្ឋាននឹងបន្តរក្សាប្រពៃណីបដិវត្តន៍អប់រំយុវជនជំនាន់ក្រោយឲ្យចេះរក្សាតម្លៃដ៏ល្អប្រពៃរួមគ្នាបង្កើតគ្រួសារដែលមានសុភមង្គលនិងមានភាពរីកចម្រើនព្រមទាំងរួមដៃគ្នាកសាងសហគមន៍មូលដ្ឋានឲ្យកាន់តែមានភាពស៊ីវិល័យនិងអភិវឌ្ឍ